សម្ដេចតេជោហ៊ុនសែនអនុញ្ញាតឲ្យកុមារីលក់ផ្កានៅគិរីរម្យនិងឪពុកម្ដាយចូលជួបផ្ដល់ថវិកាប្រមាណ70លានរៀលទិញដីធ្វើផ្ទះនិងដីធ្វើចម្ការនៅរសៀលថ្ងៃអាទិត្យមួយកើតខែពិសាខឆ្នាំអសាញ់សពស័កពុទ្ធសករាជ2568ត្រូវនៅថ្ងៃទី27ខែមេសាឆ្នាំ2025នេះសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាបានអនុញ្ញាតឲ្យក្រុមគ្រួសារកុមារីស៊ុនស្រីតីចៅស្រីតូចលក់ផ្កានៅគិរីរម្យចូលជួបនិងបានសួរសុខទុក្ខនៅភូមិគ្រឹះក្រុងតាខ្មៅបន្ទាប់ពីបានសាកសួរអំពីស្ថានភាពរស់នៅរបស់ក្រុមគ្រួសារនិងការសិក្សារបស់ចៅដែលមានជីវភាពលំបាកកំពុងរស់នៅផ្ទះដែលជាផ្ទះបងឲ្យស្នាក់នៅបណ្ដោះអាសន្នដែលស្ថិតនៅក្នុងភូមិថ្មីគិរីរម្យឃុំចំបក់ស្រុកភ្នំស្រួចខេត្តកំពង់ស្ពឺក្នុងនោះដែរគឺកំពុងតែបងរំលោះម៉ូតូមួយគ្រឿងដើម្បីជាមធ្យោបាយប្រកបរបរប្រចាំថ្ងៃផងដែរដែលប្រាក់ចំណូលនិងសន្សំទាំងប្តីនិងប្រពន្ធគឺបានតែមួយគ្រប់បងរំលោះម៉ូតូមួយខែតែប៉ុណ្ណោះគ្រួសារចៅតៃមានសមាជិក5នាក់រួមមានឪពុកឈ្មោះសេងរិទ្ធមានអាយុ40ឆ្នាំមុខរបរជាអ្នកបោចវរដបផ្សិតនិងស៊ីឈ្នួលប្រក់ដំបូលផ្ទះនិងម្ដាយមានឈ្មោះថាទឹកមុំមានអាយុ44ឆ្នាំមុខរបរលក់ផ្កានិងលក់ចាពួយបន្តិចបន្តួចលើភ្នំគិរីរម្យនិងមានកូនទាំងអស់ចំនួន3នាក់ក្នុងបន្ទុកទី1ឈ្មោះស៊ុនស្រីលក្ខភេទស្រីមានអាយុ16ឆ្នាំឈប់រៀននៅថ្នាក់ទី7ទី2ឈ្មោះស៊ុនដេវីតភេទប្រុសមានអាយុ10ឆ្នាំរៀនថ្នាក់ទី3នៅសាលាដូងលើភ្នំគិរីរម្យនិងទី3ឈ្មោះស៊ុនស្រីតីភេទស្រីមានអាយុ4ឆ្នាំដែលជាចៅស្រីលក់ផ្កាមិនទាន់ចូលរៀនឪពុកម្ដាយកុមារីស្រីតីបានគោរពជម្រាបជូនសម្ដេចតេជោថាស៊ុនស្រីតីជាកូនឆ្លាតចាប់ពីពេលចេះនិយាយមកគឺនិយាយបានច្រើនហើយតែងតែទាយកផ្កាដែលម្ដាយក្រងរួចទៅលក់នៅតាមផ្លូវជាមួយម្ដាយខណៈពេលដែលគោរពជម្រាបជូនសម្ដេចតេជោកុមារីស្រីតីបានជជែកលេងជាមួយនឹងសម្ដេចតេជោជាច្រើនដោយការបង្ហាញនៅក្នុងវីដេអូ TikTok នោះស្រាប់ដើម្បីសម្រួលដល់ការរស់នៅរបស់ក្រុមគ្រួសារកុមារីស្រីតីសម្ដេចតេជោបានផ្ដល់ថវិកាជាប្រាក់ដុល្លារចំនួន$10,000និងប្រាក់រៀលចំនួន30លានរៀលចូលនៅក្នុងគណនីធនាគារសម្ដេចតេជោក៏បានផ្ដល់1លានរៀលក្នុងមួយខែរយៈពេល3ឆ្នាំព្រមទាំងទិញដីសម្រាប់ធ្វើផ្ទះឲ្យនិងដីសម្រាប់ធ្វើចម្ការដែលនៅខាងក្រោមភ្នំគិរីរម្យជាប់នឹងផ្លូវធំដែលអាចប្រកបមុខរបរលក់ចាប់ហួយនិងអាចធ្វើចម្ការចិញ្ចឹមសត្វជាពិសេសកាន់តែងាយស្រួលសម្រាប់កូនទៅរៀនលោកសេងទៀងនឹងទទួលរៀបចំកិច្ចការងារនេះសម្ដេចតេជោក៏បានជូនពរឲ្យក្រុមគ្រួសារកុមារីស៊ុនស្រីតីជោគជ័យនិងសំណាងល្អជាមួយគ្នានេះផងដែរសម្ដេចតេជោក៏បានបង្ហោះសារនៅលើ Facebook របស់សម្ដេចតេជោដែលមានខ្លឹមសារសំខាន់ថាថ្ងៃនេះបានជួបចៅតៃនិងក្រុមគ្រួសាររួចហើយចៅតៃបានយកផ្កា5កម្រងមកលក់ឲ្យខ្ញុំដែលមួយកម្រង5,000រៀលសូមចុះ4,000រៀលមិនព្រមជូន6,000រៀលក៏មិនព្រមគឺដឹងតែ5,000រៀលសូមទិញជំពាក់លុយសិនក៏មិនព្រមនៅពេលដែលឲ្យ50,000រៀលចៅថារួចគ្នាប្រាប់ថាជំពាក់តា5កម្រងត្រូវយកមកឲ្យតាទៀតចៅឆ្លើយថាថ្ងៃក្រោយយកមកលក់លើកក្រោយគិតលុយទៀតសម្ដីចាក់ទឹកមិនលិចគួរឲ្យស្រឡាញ់ឪពុកម្ដាយប្រាប់ថាមិនបានបង្ខំចៅឲ្យទៅលក់ផ្កាទេតែចៅតៃទាមទារឲ្យឪពុកម្ដាយធ្វើផ្កាដើម្បីយកទៅលក់ដែលត្រូវកាត់យកពីម្ដាយ500រៀលក្នុងមួយកម្រងខ្ញុំសួរចៅតៃថាចង់ធ្វើអ្វីនៅពេលខាងមុខចៅឆ្លើយថាចង់រៀនជាចម្លើយដែលធ្វើឲ្យខ្ញុំពេញចិត្តបំផុតខ្ញុំបានរៀបចំដើម្បីបង្កើតមុខរបរសម្រាប់ក្រុមគ្រួសារគឺការលក់ដូងនិងកសិកម្មដែលនឹងចាត់ចែងនាពេលខាងមុខHãy subscribe cho kênh Ghiền Mì Gõ để không bỏ lỡ